Hi សួស្តី fan នៅក្នុង Facebook DJ Nana Tips ថ្ងៃនេះធ្វើវីដេអូខ្លីទេនិយាយពីរឿងស្រឡាញ់គ្នាហើយអត់មានពេលឲ្យគ្នារឿងរបស់ប្រិមិត្តយើងមិនរឿងខ្ញុំទេព្រោះខ្ញុំមិនមែនរឿងអត់ពេលឲ្យគ្នាទេឌឺមួយចោះខ្ញុំអត់ដឹងឆ្លើយថាម៉េចព្រោះខ្ញុំឆ្លើយជំនួសគេអត់បានណាក៏ប៉ុន្តែរឿងថាពេលវេលាហ្នឹងខ្ញុំចូល3ចំណុចទី1មនុស្សយើងឲ្យតែឆ្លៀតពេលវេលាមានគ្រប់គ្នាព្រោះពេលវេលាអ្នកណាក៏មានតែ24ម៉ោងអ្នកណាក៏មានតែ7ថ្ងៃដែរអញ្ចឹងអ្នកផ្សេងគេធ្វើការផងគេចិញ្ចឹមកូន3 4នាក់ផងបានធំជាសង្សារនឹងគ្នាវាមិនដែរថារឆ្លៀតទេរគ្នាមិនបានទេអញ្ចឹងឲ្យតែឆ្លៀតគឺមានហើយពេលវេលានោះចំណុចទី2នៅពេលដែលយើងស្រឡាញ់គ្នាយើងនឹកគ្នាយើងបារម្ភគ្នាហើយទាំងនឹកគេហើយទាំងមានរឿងអីចង់ប្រាប់គេមុនគេហ្មងណាអញ្ចឹងតាមពិតបើជាសង្សារនឹងគ្នាជាស្រឡាញ់មនុស្សស្រឡាញ់គ្នាហៅអីហៅទៅសង្សារមិត្តប្រុសមិត្តស្រីគូតដឹងឬអីប៉ុន្តែអ្នកដែលស្រឡាញ់គ្នាវាសំតទេរគ្នាហ្នឹងមិនបាច់ញឹកញាប់ទេក៏ប៉ុន្តែចង់និយាយថាយើងមានអារម្មណ៍ថាឲ្យតែឃើញមានអីមួយយើងចង់ប្រាប់គាត់មុនគេយើងចង់និយាយជាមួយគាត់ចង់ពិភាក្សាមួយគាត់នៅពេលដែលយើងសប្បាយចិត្តយើងនឹកឃើញគាត់នៅពេលដែលយើងពិបាកចិត្តយើងក៏នឹកឃើញគាត់នៅពេលដែលយើងមានអារម្មណ៍ថាឯកោយើងនឹកឃើញគាត់តែពេលយើងសប្បាយរបៀបថាយើងកំពុងតែ trek all ទៅនឹងរឿងអីមួយយើងក៏ចង់ឲ្យម្នាក់ជាដៃគូជីវិតយើងហ្នឹងជាផ្នែកមួយនៃភាពសប្បាយរីករាយរបស់យើងដែរមិនអញ្ចឹងហើយបានដូចតែខ្លះពេលចប់បញ្ញាបត្រអីមិនឃើញសង្សារឃើញប្តីឃើញអីទៅអបអសាទរអញ្ចឹងជាទូទៅអាការទេរគ្នាហ្នឹងវាមិនចាំបាច់ធ្វើឡើងគ្រប់ម៉ោងគ្រប់នាទីទេក៏ប៉ុន្តែវាជាសញ្ញាវាជានិមិត្តរូបនៃការបង្ហាញនូវសេចក្តីស្រឡាញ់ការព្រួយបារម្ភអញ្ចឹងខ្ញុំយល់ថាជាសង្សារនឹងគ្នាព្រោះទី1ខ្ញុំយល់ថាមនុស្សយើងឆ្លៀតប្រកាសជាមានហើយពេលវេលាទី2ជាសង្សារនឹងគ្នាវាសំតែនឹកឃើញគ្នាហើយអាការនឹកឃើញគ្នាហ្នឹងវាបញ្ជាក់ទៅបានតាមរយៈការនិយាយទូរស័ព្ទបើយើងនៅឆ្ងាយពីគ្នាចឹងយើងនៅឆ្ងាយពីគ្នាទេរកគ្នាមួយរឿងពីររឿងក៏ដូចជាមិនខាតពេលអីទេហើយម្យ៉ាងស្នេហាជាកិរិយាសព្ទមិនមែននាមខ្ញុំបើមកបញ្ចក់ខ្ញុំអត់ដឹងវេយ្យាករណ៍មែនតើមិនទេណានេះនិយាយន័យធៀបស្នេហាវាត្រូវការសកម្មភាពនិយាយតែស្រឡាញ់10ថ្ងៃមិនតាន់ទេរកគ្នាម្ដងហ្នឹងអានឹងអាសកម្មភាពវាអត់ស៊ីជាមួយនឹងអាពាក្យអញ្ចឹងវាអត់មែនជាកិរិយាសព្ទតែចំណុចទី3ជាពិសេសស្រីយើងមិនគួរឲ្យសង្សារយើងស្ថិតនៅក្រោមសម្ពាធចង់និយាយថាត្រូវតែទេជាកតាបកិច្ចបើមិនទេតិចងាប់វាយើងអត់សមដាក់សម្ពាធលើគាត់ទេខ្ញុំទទួលស្គាល់ថាយើងគួរតែទេរកគ្នាខ្លះមួយថ្ងៃទេបានម្ដងហើយដែរកុំឲ្យវាអត់សោះពីព្រោះម្ដងទៀតស្នេហាជាកិរិយាសព្ទក៏ប៉ុន្តែយើងមិនគួរដាក់សម្ពាធទេព្រោះមនុស្សយើងអត់ចូលចិត្តរស់នៅក្រោមសម្ពាធកុំឲ្យមានអារម្មណ៍ថាធ្វើម៉េចកុំឲ្យគេមានអារម្មណ៍ថាតើអត់ទេមកខុសធ្ងន់ធ្ងរដូចក្បត់ជាតិសាសនាព្រះមហាក្សត្រអញ្ចឹងណាវាអត់ខុសណាស់ហ្នឹងទេចង់និយាយថាយើងគួរតែចិត្តទលាយបើគ្នាមិនបានទេមកបើគ្នាខកខានទេមកយឺតពេលយើងក៏គួរតែយល់អំពីការងាររវល់របស់គេយើងក៏គួរតែយល់ថាស្មានហ្នឹងគេអាចនឹងរវល់នេះរវល់នោះម្យ៉ាងទៀតណាគេជាសង្សារយើងចាត់ទុកគេជាមនុស្សល្អបើយើងស្រឡាញ់គេមិនអញ្ចឹងជាសង្សារឬមិត្តប្រុសមិត្តស្រីអញ្ចឹងទៅអញ្ចឹងកុំគិតអវិជ្ជមានពេកគ្រាន់តែគ្នាទេមកយឺតបន្តិចសិតតែគិតថាគ្នានឹងក្បត់ចេះចុះអាការគិតភ្លាមថាគេជាមនុស្សអាក្រក់ហ្នឹងវាធ្វើឲ្យគេមានសម្ពាធធ្វើឲ្យគេមានអារម្មណ៍ថាជាកតាបកិច្ចត្រូវតែទេហ្មងខ្ញុំយល់ថាជាសង្សារនឹងគ្នាគួរតែទេរកគ្នាគួរតែមានចិត្តចង់ទេរកគ្នាប៉ុន្តែมันមានភាគីណាមួយគួរតែដាក់សម្ពាធថាការទេរកគ្នាជាកតាបកិច្ចដែលត្រូវតែធ្វើបើមិនធ្វើតិចដាច់ក្បាលវាអត់សមទៅជាសម្ពាធណាព្រោះអ្នកខ្លះគឺសម្ពាធមែនតើសម្ពាធដល់ថាអញ្ចឹងគ្រាន់តែថាគាត់ចប់ប្រជុំចប់អីភ្លាមគាត់ក្នុងក្បាលគាត់គិតថាអូយត្រូវតែរកសង្សារអត់តែរកសង្សារតិចសង្សារខឹងទៅចឹងអាការដែលស្រីយើងខឹងមួម៉ៅនៅពេលដែលគេទេមកយឺតនៅពេលដែលគេអត់បានទេមកអញ្ចឹងអាការខឹងមួម៉ៅរបស់យើងជាសម្ពាធរបស់គេអញ្ចឹងបើទោះបីខ្ញុំគ្រប់គ្រងថាជាសង្សារនឹងគ្នាគូទេរកគ្នាក៏ពិតមែនខ្ញុំអត់គ្រប់គ្រងចំពោះការដាក់សម្ពាធទៅលើភាគីណាមួយឲ្យត្រូវតែទេរកទេមនុស្សយើងគួរតែរស់នៅក្នុងរូបភាពមួយដែលយើងចង់ទេតែមិនមែនត្រូវតែទេអានឹងខុសគ្នាយើងគួរតែធ្វើខ្លួនឲ្យសង្សារយើងចង់ទេមករកយើងមិនមែនធ្វើខ្លួនឲ្យសង្សារយើងត្រូវតែទេមករកយើងទេអូខេអរគុណក្រៅតែពីហ្នឹងគិតខ្លួនឯងបន្ថែមទៀតណាឆ្លើយបានតែប៉ុណ្្នឹងឯង